ទៅប្រទេសថៃឯនោះវិញតាមការស្រាវជ្រាវបានបង្ហាញថាថៃអាចនឹងមានកម្ដៅខ្លាំងដូចវាលខ្សាច់សាហារ៉ានៅឆ្នាំ2070យោងតាមអត្ថបទស្រាវជ្រាវមួយដែលមានចំណងជើងថា Too Hot to Live Climate Change in Thailand ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Nation និង Asia News Network កាលពីពេលថ្មីៗនេះប្រទេសថៃអាចនឹងជួបប្រទះនៅកម្ដៅមធ្យមប្រចាំឆ្នាំក្ដៅខ្លាំងមិនចាញ់តំបន់វាលខ្សាច់សាហារ៉ានោះឡើយនៅត្រឹមឆ្នាំ2070ខាងមុខការប្រែប្រួលអាកាសធាតុនេះបានក្លាយទៅជាបញ្ហាប្រឈមដ៏ធំដែលកំពុងរុញច្រានសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ហួសពីសមត្ថភាពដែលមនុស្សអាចរស់នៅបានតាមរយៈការវិភាគទិន្នន័យកន្លងមកគេសង្កេតឃើញថាសីតុណ្ហភាពមធ្យមប្រចាំឆ្នាំរបស់ថៃអាចនឹងហក់ឡើងលើសពី29អង្សាសេដែលជាកម្រិតកម្ដៅមួយដ៏កម្រនិងមានតែនៅតំបន់វាលខ្សាច់សាហារ៉ាប៉ុណ្ណោះបច្ចុប្បន្នសីតុណ្ហភាពមធ្យមរបស់ថៃគឺស្ថិតនៅត្រឹម26អង្សាសេដែលវាបានខិតជិតទៅរកចំណុចគ្រោះថ្នាក់ទៅហើយអ្នកជំនាញបានពន្យល់ថាការកើនឡើងកម្ដៅនេះមិនមែនមានន័យត្រឹមតែថ្ងៃក្ដៅច្រើនជាងមុននោះទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូរប្រព័ន្ធអាកាសធាតុទាំងមូលតែម្ដងវានឹងបង្កើតនូវបរិយាកាសដ៏អាក្រក់បំផុតដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនិងបំផ្លិចបំផ្លាញប្រព័ន្ធសេដ្ឋកិច្ចដែលធ្លាប់តែរីកចម្រើនរាប់ពាន់ឆ្នាំមកហើយជាស្ដែងចាប់ពីខែមីនាដល់ខែឧសភារៀងរាល់ឆ្នាំទីក្រុងជាង50នៅក្នុងប្រទេសថៃបានហក់ឡើងកម្ដៅលើសពី40អង្សាសេដោយមានម្ដងកាលពីឆ្នាំ2016កម្ដៅនៅថៃធ្លាប់បានហក់ឡើងដល់44ក៏ដល់សញ្ញា6អង្សាសេដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅថ្ងៃអនាគតកម្ដៅដែលថៃធ្លាប់ចាត់ទុកថាជាគ្រោះមហន្តរាយនាពេលនេះនឹងក្លាយទៅជារឿងធម្មតាដែលកើតឡើងជារៀងរាល់ថ្ងៃទៅវិញក្រៅពីកម្ដៅដ៏សែនក្ដៅនេះប្រទេសថៃក៏កំពុងប្រឈមមុខនឹងបញ្ហាគ្រោះរាំងស្ងួតនិងទឹកជំនន់ដែលកើតឡើងញឹកញាប់និងកាន់តែធ្ងន់ធ្ងរជាងមុនរួមទាំងបញ្ហាកម្រិតទឹកសមុទ្រឡើងខ្ពស់ដែលកំពុងគំរាមកំហែងដល់តំបន់ឆ្នេរនិងតំបន់សេដ្ឋកិច្ចសំខាន់ៗបញ្ហាទាំងនេះមិនមែនកើតឡើងដាច់ដោយឡែកពីគ្នានោះទេប៉ុន្តែវាកំពុងវាយប្រហារលើសង្គមនៅក្នុងពេលតែមួយដែលធ្វើឲ្យការស្ដារឡើងវិញនិងការសម្របខ្លួនទៅនឹងអាកាសធាតុថ្មីคล้ายជាកិច្ចការដ៏លំបាកនិងត្រូវចំណាយប្រាក់កាសយ៉ាងច្រើនសន្ធឹកសន្ធាប់ដូច្នេះហើយសំណួរសំខាន់នៅពេលនេះមិនមែនត្រឹមតែសួរថាតើយើងត្រូវទប់ទល់នឹងកម្ដៅដោយរបៀបណានោះទេប៉ុន្តែតើប្រទេសថៃអាចរៀបចំប្រព័ន្ធក្រុងថាមពលសុខាភិបាលនិងគំរូសេដ្ឋកិច្ចឡើងវិញបានលឿនកម្រិតណាដើម្បីអាចបន្តរស់រានមានជីវិតនៅក្នុងបរិយាកាសដ៏រាំងស្ងួតនិងក្ដៅហួតហែងដោយវាលខ្សាច់បែបនេះបាន